បងប្អូនត្រូវត្រួតពិនិត្យពីលក្ខណៈទាំង7យ៉ាងរបស់ជនសប្បុរសមើលដែលព្រះសម្មាសម្ពុទ្ធលោកឲ្យតម្រុយសពរិសធម៌ទាំង7យ៉ាងជនសប្បុរសត្រូវមានធម៌អ្វីខ្លះទី1គឺធម្មញ្ញូតាគឺជាបុគ្គលដែលស្គាល់ធម៌មានន័យថាស្គាល់ហេតុផលពីព្រោះថាធម៌ទាំងឡាយកើតក្រោមច្បាប់ហេតុផលនិយាយឲ្យស្រួលស្ដាប់ថាសប្បុរសលក្ខណៈទី1គឺជាមនុស្សដែលមានហេតុផលមនុស្សនិយាយត្រឡប់ត្រលិនអត់ហេតុអត់ផលមិនមែនជាលក្ខណៈរបស់សប្បុរសទេទី1គឺធម្មញ្ញូតាគឺជាមនុស្សដែលមានហេតុផលដល់ពេលទី2គឺអដ្ឋញ្ញូតាគេនិយាយពីអត្ថប្រយោជន៍គឺជាមនុស្សដែលស្គាល់ប្រយោជន៍មនុស្សខ្លះគេអត់ស្គាល់អាម៉េចហៅថាប្រយោជន៍ទេគេចង់បានប្រយោជន៍ប៉ុន្តែទង្វើរបស់គេបំផ្លាញប្រយោជន៍ជួនកាលអ្វីដែលគេកំពុងតែធ្វើហ្នឹងវាមិនមែនប្រយោជន៍ទៀតផងប៉ុន្តែសប្បុរសគឺជាបុគ្គលដែលស្គាល់ប្រយោជន៍អដ្ឋញ្ញូតាបងប្អូនមើលកម្រិតនៃការយល់ដឹងរបស់សប្បុរសហើយយើងសប្ថ្ងៃឲ្យតែនិយាយដល់សប្បុរសគឺនិយាយដល់អ្នកចិត្តល្អតែប៉ុណ្ណឹងមិនអញ្ចឹងទេពួកអ្នកសប្បុរសស្គាល់កាលគួរធ្វើឬមិនគួរធ្វើស្គាល់អីទៀតស្គាល់បរិស័ទការស្គាល់បរិស័ទនេះគឺតាក់ទងជាមួយនឹងការងាររបស់សប្បុរសគឺប្រោសអ្នកដទៃពាក្យថាប្រោសហ្នឹងគឺពន្យល់អ្នកដទៃឲ្យដើរផ្លូវត្រូវអញ្ចឹងតើតើគាត់ហ្នឹងមានសមត្ថភាពស្គាល់បរិស័ទបរិសញ្ញូតាស្គាល់បរិស័ទហ្នឹងគឺគេចង់និយាយពីស្គាល់កិលេសរបស់សត្វណាស្គាល់ឧបនិស្ស័យរបស់សត្វតើគួរនិយាយបែបម៉េចមកពីសាសនានេះគេមានតថៈរឿងអីមកពីក្រុមនេះមកពីបកនោះគេមានតថៈរឿងអីសប្បុរសគាត់ស្គាល់អំពីអត្តចរិតអំពីបុគ្គលិកលក្ខណៈអំពីតថៈអំពីមានអ្នករបស់បរិស័ទជុំវិញគាត់ពីព្រោះអីពីព្រោះគាត់ត្រូវប្រោសអ្នកដទៃគាត់ត្រូវបញ្យល់អ្នកដទៃបើសិនណាជាអត់ប្រោសអ្នកដទៃអត់បញ្យល់អ្នកដទៃគេចាំបាច់ឲ្យយើងទៅខ្សែគប់សប្បុរសធ្វើអីទៅខ្សែគប់សប្បុរសដើម្បីឲ្យយើងបានទទួលចំណេះដឹងអញ្ចឹងអ្នកសប្បុរសគឺត្រូវផ្ដល់ចំណេះដឹងដល់អ្នកដទៃអញ្ចឹងតើតើគាត់មានលក្ខណៈជាអ្នកស្គាល់បរិស័ទទើបគាត់អាចប្រោសអ្នកដទៃបានបរិសញ្ញូតាស្គាល់ខ្លួនឯងគឺអត្តញ្ញូតានៅទីនេះគឺចង់និយាយពីការស្គាល់ថាខ្លួននឹងគ្មានព្រលឹងទេស្គាល់អត្តាណាអាត្មាអញជាស្អីនោះណាមិនមែនស្គាល់សមត្ថភាពទេមិនមែនស្គាល់លទ្ធភាពដែលខ្លួនមានទេមិនមែនស្គាល់អញ្ចឹងទេអានឹងមត្តញ្ញូតាស្គាល់ប្រមាណបានស្គាល់សមត្ថភាពខ្លួនឯងស្គាល់លទ្ធភាពខ្លួនឯងថាតើធ្វើរួចឬមិនរួចអាហ្នឹងប៉ុន្តែអត្តញ្ញូតាគឺស្គាល់ថាខ្លួនឯងគឺជាខណ្ឌ5យល់ដឹងថាតើខ្លួនផ្គុំឡើងដោយអ្វីនោះពីព្រោះការស្គាល់ថាខ្លួនឯងហ្នឹងជាអ្វីហ្នឹងសំខាន់ណាស់យើងគឺជាកម្មវត្ថុដែលយើងត្រូវថែរក្សាពេញមួយជីវិតអញ្ចឹងការស្គាល់ខ្លួនយើងតាមរបៀបដែលព្រះសម្មាសម្ពុទ្ធបង្រៀនថាខ្លួនយើងគ្មានអត្តាទេនោះខ្លួនយើងគឺខណ្ឌ5នោះអានោះសំខាន់ណាស់សប្បុរសត្រូវតែជាបុគ្គលដែលស្គាល់ខ្លួនឯងអត្តញ្ញូតាមនុស្សដែលស្គាល់ខ្លួនឯងបងប្អូនទោះតែមនុស្សមានសមត្ថភាពពិចារណាមិនមែនគ្រាន់តែមនុស្សចិត្តល្អហៅថាសប្បុរសទេនេះជាធម៌របស់សប្បុរសបងប្អូនសប្បុរសមានសមត្ថភាពណាបងប្អូនបដិញព្រះសម្មាសម្ពុទ្ធនោះក្បែរគ្នានោះប៉ុន្តែគ្រាន់តែចិត្តរបស់លោកស្អាតឬមិនស្អាតមិនដឹងទេប៉ុន្តែបញ្ញាថ្នាក់ឆ្លៀសវៃខ្លាំងណាបងប្អូនមិនគ្រាន់តែអ្នកយោបាយទៅវត្តថាអ្នកនឹងសប្បុរសទេបងប្អូនមើលស្គាល់ហេតុផលស្គាល់ប្រយោជន៍ស្គាល់ខ្លួនឯងស្គាល់បរិស័ទស្គាល់កាលគួរធ្វើឬមិនគួរធ្វើស្គាល់កាលសិតតែសមត្ថភាពរបស់សប្បុរសស្គាល់បុគ្គលដែលគួរខ្សែគប់សុទ្ធសឹងតែជាសមត្ថភាពរបស់សប្បុរសបើបងប្អូនពិចារណាទៅមនុស្សសប្បុរសដែលឲ្យនិយមន័យដោយព្រះសម្មាសម្ពុទ្ធគិតព្រះសម្មាសម្ពុទ្ធនឹងហ្មងគៀកគ្នានឹងហ្មងហើយយើងឆ្លោះបញ្ចាំងពុទ្ធបរិស័ទយើងមើលព្រះសម្មាសម្ពុទ្ធថាបុគ្គលដែលដើរតាមគន្លងរបស់ព្រះសម្មាសម្ពុទ្ធនោះណាគឺជាបុគ្គលដែលចេះធ្វើប្រយោជន៍សម្រាប់ខ្លួនឯងអត្តថចរិយាគឺជាមនុស្សដែលចេះធ្វើប្រយោជន៍សម្រាប់ខ្លួនឯងហើយប្រយោជន៍ក្នុងដំណើរត្រាស់ដឹងមិនប្រយោជន៍រឿងរលុយរកកាក់ឯងបងប្អូនប្រយោជន៍ក្នុងដំណើរត្រាស់ដឹងព្រោះព្រះសម្មាសម្ពុទ្ធលោកនាំយើងទៅសិលសមាធិបញ្ញាអ្នកដែលដើរតាមក្រោយព្រះសម្មាសម្ពុទ្ធដើមដំបូងដៃគឺជាមនុស្សដែលមានបញ្ញាអាចជាទីពឹងសម្រាប់ខ្លួនឯងបានងាយចាញ់បោកគេទេងាយល្ងងទេអ្នកដើរតាមកន្លងរបស់ព្រះសម្មាសម្ពុទ្ធគឺអញ្ចឹងព្រោះដំណើររបស់ព្រះសម្មាសម្ពុទ្ធសិលសមាធិបញ្ញាដំបូងដៃបំផុតអ្នកត្រូវតែមានបញ្ញាជាទីពឹងសម្រាប់ខ្លួនឯងអត្តថចរិយាបន្ទាប់មកទៀតញាតតថចរិយាធ្វើជាទីពឹងសម្រាប់ញាតសន្តានផងចេះពយល់ចេះអីឲ្យញាតសន្តានហ្នឹងខ្លាយទៅជាមនុស្សមានបញ្ញាអាចការពារខ្លួនឯងបានផងបន្ទាប់មកទៀតលោកកថចរិយាគឺជាទីពឹងសម្រាប់ពិភពលោកសម្រាប់មនុស្សដែលរស់នៅលើផែនដីជាមួយគ្នាដំណើរតាមផ្លូវរបស់ព្រះសម្មាសម្ពុទ្ធឆ្លាតណាបងប្អូនឆ្លាតណាហើយ
ឲ្យចោះឆ្លោះបញ្ចាំងលោកយាយលោកតាដែលកាន់បធរសម្ងាយមើលងាកគេបោកងាកគេបោកកុំថាទៅធ្វើជាទីពឹងសម្រាប់អ្នកដទៃធ្វើតែជាទីពឹងសម្រាប់ខ្លួនឯងបានផងតែនឹងតែគេចោទថាអ្នកដែលកាន់ពុទ្ធសាសនាទុនខ្សោយគេមិនចោទចឹងផងគេចោទថាបធររបស់ព្រះសម្មាសម្ពុទ្ធធ្វើឲ្យមនុស្សទុនខ្សោយផងការពិតទៅធម៌នេះវាមានជំរឿខ្លាំងណាស់អ្នកដែលរៀនតាមព្រះសម្មាសម្ពុទ្ធណាហើយរៀនត្រូវកន្លងរបស់ព្រះសម្មាសម្ពុទ្ធយូរមួយយើងចង់បង្កើតសង្គមមួយដែលពលរដ្ឋយល់ដឹងពីធម៌ព្រមរស់នៅក្នុងសន្តិភាពទាំងអស់គ្នាអញ្ចឹងការបញ្យល់ប្រជាពលរដ្ឋឲ្យយល់ពីធម៌ដើម្បីឲ្យពលរដ្ឋព្រមរស់នៅក្នុងធម៌រស់នៅស្របនឹងធម៌គឺការរស់នៅក្នុងសន្តិភាពទាំងអស់គ្នាគឺជាកិច្ចការដំបូងដើម្បីរុញច្រានឲ្យសង្គមរបស់យើងទាំងមូលជាសង្គមដែលមានសន្តិភាព